គណៈពេលនេះវត្តតែមានចំបាសុចាន់សូមគោរពអនុញ្ញាតជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សូមស្វាគមន៍ចូលមកកាន់រាត្រីរន្ធត់នៅក្នុងថ្ងៃនេះផងដែរខ្ញុំបាទមាននៅវីដេអូថ្មីប្លែកបែបរន្ធត់ជាបន្តទៀតហើយដើម្បីធ្វើការបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាដែលជាប់ទៅអំពីការស្វែងរកនៅពពុះមនុស្សក៏ដូចជាការជួបដោយផ្ទាល់នឹងចៃដន្យដូច្នេះកុំបងអង្គយូរយើងទៅតាមដានទស្សនាទាំងអស់គ្នាថាដំណើរនៃការជួបទាំងអស់នោះមានលក្ខណៈរន្ធត់តក់ស្លុតយ៉ាងណាក៏ភ្លេចតាមដានទស្សនាពីដើមដល់ចប់ដោយតទៅតោះឥឡូវយើងងាកមកតាមដានទស្សនាវគ្គមិនជាបន្តទៀតប្រិមិត្តអញ្ចឹងនៅក្នុងហេតុការណ៍ក៏ដូចជារឿងរ៉ាវដ៏ចម្លែកនេះគឺបានប្រឌិតចេញអំពីកាមេរ៉ាសុវត្ថិភាពនៃស្ថានភាពមួយកន្លែងតោះឥឡូវបងប្អូនយើងទៅពិនិត្យបច្ច័យមើលទាំងអស់គ្នាថានៅក្នុងคลิปនេះគឺចង់សបបញ្ជាក់ក៏ដូចជាបង្ហាញហេតុការណ៍អ្វីដូចអ្វីដែលបងប្អូនយើងបានឃើញហើយប្រិមិត្តគឺស្រស់មែនតើអញ្ចឹងណាគឺមាននៅស្មៅខ្មៅអ្វីមួយយ៉ាងដែលកំពុងតែស្ថិតនៅគៀនធុងឬលក្ខណៈដូចធុងសម្រាមបន្តិចដូចមួយតិចគឺស្មៅនោះរត់ទៅរត់មកយ៉ាងលឿនតែម្ដងប្រិមិត្តជាពិសេសនៅក្នុងពេលរាត្រីដែលកាមេរ៉ាសុវត្ថិភាពហ្នឹងបានក្តោបជាប់តោះឥឡូវយើងងាកមកមើលរឿងរ៉ាវដ៏ចម្លែកមួយទៀតនៅក្រោមស្ថានភាពមួយកន្លែងដោយអ្វីដែលបងប្អូនយើងបានឃើញស្រាប់ទៅហើយខ្ញុំក៏មិនបាច់ថាគួរនៅអត្ថាធិប្បាយយ៉ាងម៉េចថាយ៉ាងណាថ្លែងយ៉ាងម៉េចឲ្យស័ក្តិសមទៅនៅក្នុងវីដេអូមួយហ្នឹងព្រោះសកម្មភាពដែលបងប្អូនដូចជាពុកម៉ែទាំងអស់គ្នានឹងបានឃើញហើយចំដើសម្រាប់ដាក់ឡើងនេះគឺមានលក្ខណៈរំកិលថយក្រោយយ៉ាងខ្លួនឯងតែម្ដងគេហាក់បីដូចជាមានអ្វីមួយយ៉ាងកំពុងតែធ្វើការគៀងកើពីកើចដានេះក៏ចេះតែទៅក្រោយបន្តិចម្ដងយ៉ាងលឿនតែម្ដងប្រិមិត្តអញ្ចឹងយើងអត់ដឹងថាយ៉ាងម៉េចដែរប្រិមិត្តអានោះវាជារឿងមួយដ៏ចម្លែកដែរបងប្អូនយើងគិតយ៉ាងម៉េចនៅក្នុងคลิปវីដេអូហ្នឹងតោះឥឡូវយើងងាកមកមើលនៅបរិះជនជាតិឥណ្ឌាមួយនាក់ដែលហេតុការណ៍នេះគឺបានកើតមាននៅក្នុងបន្ទប់គាត់ផ្ទាល់តែម្ដងអ្វីដែលពិសេសជានេះទៅទៀតនេះគឺគាត់បានដាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់របស់គាត់ដោយសារតែមានរឿងរ៉ាវហេតុការណ៍ចម្លែកនេះតែងតែកើតមានសម្រាប់ខ្លួនគាត់ផ្ទាល់ដូច្នេះគាត់ក៏សម្រេចចិត្តដាក់កាមេរ៉ាហ្នឹងបីថតកុំឲ្យគាត់និយាយទៅពេលខ្លះមនុស្សខ្លះពេលដែលយើងនិយាយគ្មានផុសតាងគឺគាត់អត់ជឿតែណាយើងចង់បង្ហាញនៅហេតុការណ៍ដែលខ្លួនយើងបានជួបផ្ទាល់គាត់ថាអាវាមិនដែរវាមិនខ្មេះទេឯខ្លះថាអញ្ចឹងតែពេលខ្លះត្រូវការមានលក្ខណៈយើងនិយាយភាសាសក្រិតមើលតែឯកសារយោងអញ្ចឹងទាំងការនិយាយផងទាំងតែមានคลิปវីដេអូនោះផងដើម្បីបង្ហាញឲ្យអ្នកដទៃនៅក្នុងការជឿដែលហេតុការណ៍ដែលបានកើតមានចំពោះខ្លួនយើងផ្ទាល់ឬក៏បុគ្គលណាម្នាក់នឹងយើងបង្ហាញទៅគេជឿហើយអញ្ចឹងដូចនៅក្នុងคลิปវីដេអូនឹងចឹងប្រិមិត្តបងប្អូនយើងមើលថាសម្ភារៈនៅក្នុងបន្ទប់របស់គាត់ទាំងគ្រឿងសម្អាងរបស់គាត់ទាំងតុក្កតាឬខ្នើយរបស់គាត់គឺវាមានសកម្មភាពប្លែកៗតែម្ដងហើយយើងក៏មិនដឹងថាប្រវត្តិរឿងរ៉ាវនៅក្នុងបន្ទប់ហ្នឹងវាយ៉ាងម៉េចដែរប្រិមិត្តចាណាជួនកាលទៅបន្ទប់ខ្លះដូចមនុស្សដែលធ្លាប់ស្លាប់ចងកអីនៅក្នុងបន្ទប់ហ្នឹងណាគេទៅនៅផ្ទះជួផ្ទះអីយ៉ាងទៅមានប្រវត្តិរឿងរ៉ាវយ៉ាងទៅជឿអត់ទៅនៅក្រោយតែខ្លះហ្នឹងក៏មានរឿងរ៉ាវចម្លែកគឺលំឡាយកើតមានជាហោហែពីមួយយប់ទៅមួយយប់នៅតែម្ដងចាណាហើយគាត់នេះបងប្អូនយើងមើលនៅក្នុងនេះតាំងពីឆ្នាំ2019ហើយបើយើងមើលម៉ោង1ប្រិមិត្តម្ដងអត្រាដែរណាហើយគាត់គេងបាត់ភ្លើងដូចខ្ញុំដែរខ្ញុំកាលនៅទីមានជ័យឡងហើយច្រើនដងពេកគេងភាគច្រើនអត់ដែរបាត់ភ្លើងប្រិមិត្តណាព្រោះពេលខ្លះវាមកទៅយប់ដែរហ្នឹងគឺជ័យពីអារម្មណ៍ពិតតែម្ដងព្រោះធ្លាប់មានហេតុការណ៍រឿងរ៉ាវដូចគាត់ចឹងដែរចដៀងនេះតិចតែប៉ុណ្ណឹងចឹងណាខ្ញុំថាការជួបនោះវាផ្សេងពីគ្នាបន្តិច Oh my god ចឹងគឺវ៉ាវតោះឥឡូវយើងងាកមកមើលនៅហេតុការណ៍បន្តមួយទៀត
សកម្មភាពដែលបងប្អូនយើងកំពុងតែទស្សនានេះគឺកំពុងតែស្ថិតនៅក្នុងសថាគារមួយកន្លែងជានៅក្នុងកាមេរ៉ាសុវត្ថិភាពដែលចង់បង្ហាញនេះគឺហេតុការណ៍មួយប្រិមិត្តដែលបានកើតមានផ្ទាល់ឡើងតែម្ដងនេះបងប្អូនយើងក៏មើលនៅកន្លែងជ្រុងគេនៅធុងសម្រាមហ្នឹងទៅបងប្អូននឹងបានឃើញអ្វីដល់ចម្លែកណាបើកទ្វារមកក្រាបបណាចាប់ដើមមកហើយណាណាមកបន្តិចម្ដងបន្តិចម្ដងមកដល់កន្លែងគៀនជ្រុងមួយទៀតហ្នឹងនេះបងប្អូនមិនឃើញច្បាស់អ្វីមួយយ៉ាងនៅក្នុងហ្នឹងតែតាមពិតទៅវាអត់មានមនុស្សទេហើយសួរតែសមោហ្នឹងវាមកពីណាហើយខ្ញុំក៏មិនដឹងថាវាមកពីណាដែរព្រោះយើងបែននៅកន្លែងការងារហ្នឹងក៏មិនដឹងថាយ៉ាងម៉េចដែរតែអ្វីដែលជារឿងមួយដ៏ចម្លែកគឺទៅទីហ្នឹងគឺទៅមកហ្នឹងតែម្ដងចឹងណាបើសិនមកមានហេតុការណ៍អ្វីនោះទេគេមិនបង្ហោះចេះតែបង្ហោះទេប្រិមិត្តចឹងណាតោះឥឡូវយើងងាកមកតាមដាននៅយុវជនមួយហើយពួកគាត់ហ្នឹងគឺសិតសឹងតែជាអ្នកឆ្វែងរកនៅរឿងរ៉ាវដ៏ចម្លែកនៅក្នុងពេលរាត្រីនឹងផ្ទាល់តែម្ដងឥឡូវគឺគាត់កំពុងតែស្ថិតនៅក្នុងទីតាំងនៅក្នុងព្រៃមួយកន្លែងដើម្បីផ្ដិតយកនៅហេតុការណ៍រឿងរ៉ាវដ៏ចម្លែករឿងរ៉ាវដ៏រន្ធត់ដើម្បីធ្វើការបង្ហាញឲ្យបងប្អូនពុកម៉ែទាំងអស់គ្នាបានទស្សនាតោះឥឡូវយើងទៅតាមដានទាំងអស់គ្នាថាគាត់នឹងបានជួបហេតុការណ៍អ្វីនៅក្នុងព្រៃនឹងផ្ទាល់តែម្ដងបងប្អូនឥឡូវគាត់ទៅហើយក៏ស្រាប់តែបានឃើញភ្លើងអ្វីមួយយ៉ាងនោះភ្លឺមួយប្រិមិត្តចឹងណាឥឡូវគឺគាត់ចាប់តាមធ្វើការស៊ូមទៅហើយខ្ញុំក៏មិនទាន់ដឹងថាជាអ្វីដែល Oh my god វ៉ាវនេះគឺឃើញនៅស្ត្រីម្នាក់កំពុងតែកាន់ភ្លើងហើយមិនដឹងថាគាត់មានសាច់ការអ្វីទេនៅក្នុងពេលរាត្រីបែរជាចូលមកក្នុងព្រៃដែរប្រិមិត្តគាត់មករកបត់ជើងតូចបត់ជើងធំអីក៏មិនដឹងដែរប៉ុន្តែវារឿងនៅចម្លែកមែនណានឹងជប់ជ្រៅចឹងមានស្ត្រីម្នាក់ហ្នឹងរឿងអាការៈមុខមាត់ហ្នឹងគឺគួរខ្លាចដែរនៅសម្លឹងមើលគាត់នៅស្លែនៅតែប្រិមិត្តគាត់មានដូចភ័យញ័រខ្លាចផងណាដល់អាសាតែភាពដែលគាត់បានឃើញហ្នឹងលក្ខណៈរឿងស្រែកភ័យអញ្ចឹងណាដើរមើលតាណាតំបែតាណាដើរហ្នឹងលក្ខណៈបាត់តាណាបាត់រឿងមែនទេ Oh my god តោះឥឡូវយើងមកកាន់វគ្គបញ្ចប់ផ្ទាល់តែម្ដងចឹងនៅក្នុងវគ្គបញ្ចប់នេះគឺចង់សបញ្ជាក់ក៏ដូចជាការបង្ហាញនៅហេតុការណ៍រឿងរ៉ាវដ៏ឈឺក្បាលមួយនេះហើយដែលសម័យខ្លួនរបស់គាត់នៅផ្ទាល់គឺធ្វើការចែករំលែកនៅคลิปវីដេអូរឿងរ៉ាវដែលតែងតែកើតមាននៅក្នុងផ្ទះរបស់គាត់តែម្ដងដល់អ្វីដែលបងប្អូនយើងបានឃើញនិយាយអំពីតុកហើយនឹងសម្ភារៈមួយចំនួននៅក្នុងផ្ទះរបស់គាត់ហើយនិយាយទៅអាពួកហ្នឹងពេលខ្លះយើងអត់បក្រាបនេះខ្ញុំនិយាយរឿងខ្មោចរឿងថាមនុស្សពេលខ្លះយើងអត់បក្រាបវាបានដៃប្រិមិត្តហើយវាឡងបានតែអ្នកដែលខ្លាចអ្នកដែលមិនខ្លាចវាក៏មិនហ៊ានឡងដែរចាំថាពេលខ្លះដល់ពេលគេបក្រាបចឹងទៅថាគេនឹងវាអាក្រក់ហើយតាមពិតទៅខ្លួនឯងនឹងវាអាក្រក់ជាងគេទៅទៀតចូលចិត្តតែបៀតបៀនគេបើសិនតែអ្នកឯងមិននៅផ្ទះគេហើយមិនផ្ដល់នៅការចម្រុងចម្រើនដល់គេថែមទាំងផ្ដល់នៅភាពក្តៅក្រហាយដល់អ្នកដទៃវាអ្នកផ្ទះហ្នឹងអ្នកឯងគួរចេញទៅល្អទេត្រង់ចឹងទៅធម្មតាអ្នកឯងមកជ្រកនៅក្រៅមកផ្ទះរបស់គេបើអ្នកឯងគិតតែពីឡងគិតតែពីឡាចគិតតែពីផ្ដិចគិតតែពីបេះធ្វើឲ្យអ្នកផ្ទះគេក្តៅក្រហល់ក្រហាយដើម្បីយើងទៅនៅវាមិនសុខដែរហើយចាប់ផ្ដើមមុនប្រសង់មុនអាចារ្យមុនប្រសង់អញ្ជើញអាចារ្យមកប្រក្រាបថាគេហ្នឹងវាអាក្រក់ចឹងណាគេបានថាផ្ដាំអស់ពពុះនឹងដែរបើសិននៅផ្ទះគេហើយមេត្តាគួរផ្ដល់នៅភាពកក់ក្ដៅចម្រុងចម្រើនដល់អ្នកផ្ទះផងកុំគិតតែបន្តិចឡងបន្តិចបន្លាចបន្តិចឡងបន្តិចបន្លាចយូរមិនឆាប់ឯគេនឹងដេញយើងចេញអញ្ចឹងណាយើងមានសិទ្ធិប្រិមិត្តមិនថាមានសិទ្ធិទេតែណាធម្មតាពេលខ្លះវាអញ្ចឹងដែរពួកខ្លះវាខូចមែនណាចឹងដូចយើងមានមនុស្សខូចមានមនុស្សល្អពួកហ្នឹងក៏មានមនុស្សល្អមានមនុស្សអាក្រក់បាទសូមអរគុណច្រើនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនមកតាមដានទស្សនាមានការអធិប្បាយនិងការរៀបចំនៅខ្ញុំបាទនឹងផ្ទាល់ផងដែរខ្ញុំបាទក៏សូមខន្តីអភ័យទោសរាល់នៅកំហុសខុសឆ្គងពីពេចការអធិប្បាយទៅមិនត្រូវទំនងត្រង់ចំណុចណាមួយក៏សូមអធិស្ឋានហើយចុងក្រោយបងប្អូនដែលមិនទាន់បាន Subscribe សូមមេត្តា Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតអរគុណហើយយើងចាំមកជួបគ្នានៅវគ្គក្រោយជាបន្តទៀតបាយបាយ